បាទអញ្ចឹងចំពោះបាទផ្នែកទី1បាទសំណួរទ្រឹស្ដីគឺយើងមាន5សំណួរបាទសំណួរទី1គេសួរថាតើលំយោអាម៉ូនិកជាអ្វីតើលំយោនេះអាស្រ័យនឹងអ្វីខ្លះតើលំយោនេះមានក្រាបរាងជាអ្វីមានសម័យកាលដូចម្ដេចបាទអញ្ចឹងឥឡូវគ្រូចង់សួរទៅកាន់ស្រីកែវបាទអាចសាកឆ្លើយសំណួរនេះបន្តិចមើលបាទកញ្ញាស្រីកែវបោស្រីកែវអាចឆ្លើយបានទេកូនអត់បានទេលោកគ្រូអត់បានមើលសភៅហ្នឹងអញ្ចឹងអូខេអញ្ចឹងតាមដានមើលណាបាទប៉ុនច្រើនហ្នឹងហើយអត់បានស្អាតបានអញ្ចឹងមានអីទៅតិចទៀតបាទតិចទៀតយើងនឹងដឹងហើយយើងនឹងចេះថាធ្វើម៉េចទើបយើងអាចចងចាំវាបានលឿនណាតាចុះកញ្ញាបានស្រីកែវវិញអាចឆ្លើយបានទេយាយចាល់គ្រូចលនាលំយោអាម៉ូនិកជាចលនាដែលកើតមានដោយកម្លាំងសកម្មមួយដែលសមាមាត្រនឹងបំលាស់ទីហើយមានទិសដៅតម្រង់មករកទីតាំងលំនឹងជានិច្ចអូខេចុះតើតើជាមួយការអាស្រ័យរបស់វាអាស្រ័យនឹងអីខ្លះមិនឆ្លើយត្រូវល្អណាហ្នឹងហើយអានទៅផលអូគាត់បាទពេលរៀនមានឯកសារយោងចឹងល្អតាមមានអីបាទហ្នឹងគឺបើមិនជាអត់ប្រាប់តែអានសភៅគ្រូមិញហ្នឹងថាទីចេះគ្រាន់បើសិស្សនេះបាទហ្នឹងហើយតាចានេះគាត់សំណួរដើម្បីឲ្យពួកយើងចាប់អារម្មណ៍ណាបាទអញ្ចឹងចម្លើយឥឡូវយើងមើលចម្លើយទាំងអស់គ្នាតែម្ដងហើយលោកគ្រូនឹងប្រាប់ពីវិធីចំណាំបាទលក្ខណៈសម្គាល់របស់វាអញ្ចឹងណាបាទអញ្ចឹងលំយោអាម៉ូនិកគឺជាចលនាខួបបាទដែលមានទីតាំងបាទដែលទីតាំងរបស់វាធៀបទៅនឹងទីតាំងលំនឹងហ្នឹងកំណត់ដោយអនុគមបាទស៊ីនូសឬកូស៊ីនូសនៃពេលបាទនេះយមន័យតាក់ទងជាមួយនឹងរូបមន្តរបស់វាតែម្ដងណាបាទឬក៏ដូចសេកែវឆ្លើយមិញហ្នឹងក៏បាទมันខុសដែរណាត្រឹមត្រូវអញ្ចឹងអ្វីដែលយើងត្រូវចំណាំតាក់ទងជាមួយនឹងលំយោអាម៉ូនិកនេះកលឹះសំខាន់ត្រូវចាំហ្នឹងថាវាជាអីគឺវាជាចលនាខួបបាទឬក៏អាចចាំថាវាជាចលនាបាទណាបាទត្រូវចាំតែនឹងមួយថាអូលំយោអាម៉ូនិកហ្នឹងវាជាអីវាជាចលនាបាទហើយចលនាហ្នឹងម៉េចបាទគឺជាចលនាបាទដែលទីតាំងរបស់វាធៀបទៅនឹងទីតាំងលំនឹងហ្នឹងគឺកំណត់ដោយបាទស៊ីនូសឬកូស៊ីនូសបាទហើយពីអាស្រ័យទាំងអីទៀតគឺអាស្រ័យទៅនឹងពេលបាទណាតោះនេះចាអ្វីដែលពាក្យកលឹះសំខាន់សម្រាប់ចលនាហ្នឹងត្រូវចាំគឺមាន2ទី1គឺវាជាអីលំយោអាម៉ូនិកហ្នឹងវាជាចលនាបាទហើយចលនាហ្នឹងមិនអាស្រ័យទៅនឹងអីគឺអាស្រ័យទៅនឹងអនុគមណាអនុគមស៊ីនូសបាទឬក៏កូស៊ីនូសបាទនៃអីគឺនៃពេលតោះនេះទាំងអស់គ្នាបាទហ្នឹងបាទទីគ្រូប្រាប់កលឹះចាំទៅហ្នឹងបន្តមកទៀតអានេះគ្រាន់តែជាសំណួរចម្លើយទី1ទេបាទបន្តមកទៀតគេសួរថាតើលំយោនេះអាស្រ័យនឹងអ្វីខ្លះបាទអញ្ចឹងលំយោនេះគឺវាអាស្រ័យទៅនឹងកម្លាំងទាញត្រឡប់បាទដូចទៅសយអញ្ចឹងនៅពេលដែលយើងទាញវាមកហើយយើងបលែងទៅបាទវាបង្កើតបានជាកម្លាំងទាញត្រឡប់ទៅវិញទៅមកបង្កើតបានជាលំយោបាទនេះអាលំយោហ្នឹងឯងគេហៅឈ្មោះថាជាលំយោបាទអាម៉ូនិកបាទហើយកម្លាំងទាញត្រឡប់ហ្នឹងវាត្រូវមកយ៉ាងម៉េចទៀតគឺវាត្រូវសមាមាត្រជាមួយនឹងបំលាស់ទីបាទអញ្ចឹងធាតុសំខាន់ណាដែលលំយោអាម៉ូនិកអាស្រ័យមាន2ទី1គឺកម្លាំងទំនាញត្រឡប់ទី2នោះគឺបំលាស់ទីបាទហើយគេសួរបន្តទៀតថាតើលំយោនេះមានក្រាបរាងជាអ្វីបាទអញ្ចឹងចម្លើយគឺក្រាបរបស់វាមានរាងជាស៊ីនុយសូអ៊ីតបាទហើយបញ្ជាក់ណាអារាងស៊ីនុយសូអ៊ីតហ្នឹងគឺរាងទឹកអាឡូកបាទរាងជាក្បាច់ទឹកអាឡូកឡើងចុះអញ្ចឹងទៅបាទអាហ្នឹងហើយគឺរាងស៊ីនុយសូអ៊ីតបាទចំណែកឯសំណួរចុងក្រោយគេសួរសម័យកាលតើលំយោអាម៉ូនិកហ្នឹងមានសម័យកាលដូចម្ដេចអញ្ចឹងសម័យកាលវាដូចដែលបាននិយាយគ្នាមិញអញ្ចឹងបាទវាតាក់ទងជាមួយអនុគមស៊ីនូសឬក៏កូស៊ីនូសនៃពេលបាទអញ្ចឹងនេះបាទសម័យកាលចលនារបស់វាគឺ x
bà chỉ ăn được côm này tè này pé nè bà chẳng biết tha x ní à slice từ nâng rồi dạ pé việc prai pro từ tam rồi dạ pé bà hai x ní việc cứ chia bầm lạc tỷ nè bà x này pé ní cứ chia bầm lạc tỷ bà những việc slice từ nâng pé hayสมัยการบอกវាគឺ a sin omega t បូក phi បាទនេះប្រហែលជាពួកយើងធ្លាប់លើណាបាទព្រោះគេមករៀនគ្រូបានបញ្ជាក់ហើយហើយអានេះគឺអនុគម sin ហើយមួយទៀតយើងក៏ប្រើអនុគមកុសបានដែរគឺ x អនុគមនៃ t គឺស្មើនឹងបាទ a cos omega t បូក phi បាទអញ្ចឹងអនុគម sin ឬក៏អនុគមកុសហ្នឹងគឺវាដូចតែគ្នាទេណាបាទគឺវាដូចតែគ្នាទេបាទខុសគ្នាត្រង់តែមុំវាផ្ទុយគ្នាតែប៉ុណ្្នឹងទេបាទអនុគមកុសហើយអនុគម sin ហ្នឹងនោះបាទអញ្ចឹងចំពោះសម័យកាលនេះត្រូវចំណាំណាបាទចំណាំសម័យកាលហ្នឹងគឺ x បាទនៃ t ស្មើនឹង a sin omega t បូក phi ឬ x នៃ t ស្មើនឹង a cos omega t បូក phi បាទអញ្ចឹងនេះគឺជាចម្លើយនៃសំណួរទី1ទាំងមូលតែម្ដងណាបាទអញ្ចឹងនិយាយឡើងវិញកំណត់ចំណាំលំយោអាម៉ានិកវាជាប្រភេទចលនាអីគឺចលនាខួបអនុគមមួយអីគឺអនុគមជាមួយនឹងពេលបាទអនុគមវាគឺអនុគម sin ហើយនឹងអនុគម cos បាទហើយរៀងជាអីបាទរៀងជា sinusoid បាទតកឡោក sinusoid ហ្នឹងនិយាយស្ដាប់ហើយសម័យកាលមានរៀងម៉េចបាទ x ស្មើនឹង a sin omega t បូក phi ឬក៏ x ស្មើនឹង a cos omega t បូក phi បាទមិនដែរបងប្អូនចាំបានទេប៉ុណ្ណឹងចាំបានលោកគ្រូ អូខេចាំមើលតិចទៀតណាតិចទៀតមានលំហាត់មានសំណួរដាក់ឲ្យបាទមានសំណួរដាក់ឲ្យដឹងអាគ្រាឥឡូវតោះអញ្ចឹងសូមបន្តទៅទៀតចូលទៅដល់សំណួរបន្ទាប់សួរថាអូខេនេះអាកន្លែងមិញហ្នឹងអត់ទាន់បានបាទសួរពួកយើងណានេះនៅក្នុងរូបមន្តនេះពួកយើងមានដឹងថា A នេះជាអីគេអត់នេះអសអានេះ A ហ្នឹងតាំងឲ្យ amplitude តាំង amplitude ទេបាទអរគុណច្រើនណាត្រឹមត្រូវអញ្ចឹងយើងបន្តទៅទៀតសំណួរបាទគេសួរថាតើ amplitude គឺជាអ្វីតើមេវិណាអាចឆ្លើយបានទេតើ amplitude ជាអីamplitude ជាចម្ងាយអបបរិមាណនៃអង្គធាតុធៀបទៅនឹងទីតាំងលំនឹងអូខេ amplitude គឺជាបាទបំរែបំរួលអតិបរមានៃលំយោធៀបទៅនឹងទីតាំងលំនឹងឬក៏អាចនិយាយខ្លីថាជាបំលាស់ទីធំបំផុតណាបាទជាបំលាស់ទីធំបំផុតនៅពេលអង្គធាតុនឹងផ្លាស់ទីបានកម្ពស់ឬក៏ចម្ងាយឆ្ងាយបំផុតប៉ុណ្ណាអាហ្នឹងឯងវាជា amplitude នោះបាទចុះតាំងដោយអក្សរអីមិញហ្នឹងតាំងដោយអក្សរ A ធំបាទតាំងដោយអក្សរ A ធំឬក៏បាទទៅមុខទៀតណាគេអាចតាំងដោយអក្សរ HM នេះអាហ្នឹងដល់ដល់ថ្នាក់ទី12ឬក៏ថ្នាក់សកលណាបាទគេអាចបដូរពីអក្សរ A ទៅតាំងដោយ HM បាទអញ្ចឹងយើងអាចចំណាំបដាទៅចុះຂະຫນາດវាគិតជាអីដែរមានពីណាដឹងទេຂະຫນາດវាដូចជាគិតជាម៉ែត្រទេលោកគ្រូបាទអញ្ចឹងຂະຫນາດវាណាអាចគិតជាម៉ែត្រឬក៏សង់ទីម៉ែត្របាទពីហ្នឹងណាអូខេបាទអញ្ចឹងសរុបឡើងវិញស្អីទៅជា amplitude បាទ amplitude វាគឺជាបំលាស់ទីអតិបរមាឆ្លើយតែប៉ុណ្្នឹងបានណាបាទចំណាំតែប៉ុណ្្នឹងទៅបានណាហើយតាំងដល់អក្សរអីគឺអក្សរ A ធំຂະຫນາດគិតជាអីបាទជាម៉ែត្រឬក៏សង់ទីម៉ែត្រអូខេតោះអញ្ចឹងបន្តទៅទៀតបាទតទៅទៀតចូលទៅដល់មិញនេះដូចជានៅខ្វះសំណួរហ៎បាទតែអស់តោះអញ្ចឹងបន្តទៅទៀតណាតទៅទៀតចូលទៅដល់សំណួរបាទបន្ទាប់សំណួរទី3គឺតកតងមួយខួបបាទអញ្ចឹងមិញនេះយើងនិយាយគ្នាថាលំយោអាម៉ូនិកហ្នឹងវាគឺជាចលនាខួបអញ្ចឹងសំណួរសួរថាតើខួបជាអ្វីមកមានពីណាអាចឆ្លើយបានទេខួបជាអី
ខួបជាខួបជារយៈពេលដែលចល័តចូលបានមួយលំយោពេញ អូខេបាទត្រឹមត្រូវខួបវាគឺជារយៈពេលឆ្នាំអញ្ចឹងឲ្យតែគេនិយាយពីខួបត្រូវប្រាប់គេថាអូអាហ្នឹងជារយៈពេលរយៈពេលអីគឺជារយៈពេលដែលចល័តធ្វើបានមួយលំយោពេញឬក៏មួយជុំពេញចាសអតាំងវាតាំងដល់អក្សរអី តាំងដោយធីធំ សូតេ អូខេ good បាទតាំងដល់អក្សរតេអក្សរទីធំហ្នឹងឯងចុះຂະຫນាតវាຂະຫນាតតាំងដល់អក្សរអី គិតជាវិនាទី ຂະຫນាតគិតជាវិនាទីបាទវិនាទីតាំងដល់អក្សរអី S តូច បាទអក្សរ S តូចត្រឹមត្រូវចុះរូបមន្តរបស់វាបាទរូបមន្តវាមិន តេស្មើមួយលើ F តេស្មើមួយលើ F អេ អូខេហើយស្មើអីទៀត F ស្មើ2ផៃS យើងអាចទាញ ស្មើនឹង ស្មើមួយលើតេក៏បានដែរត្រូវ បាទ ពី ស្ ផៃ មើ លើ នឹង អូមេ 2 ហ្គា ផៃលើអូមេហ្គាបាទតេស្មើមួយលើ S ឬក៏ស្មើនឹង2ផៃលើអូមេហ្គាបាទហ្នឹងហើយអញ្ចឹងនិយាយឡើងវិញបើគេសួរថាស្អីជាខួបត្រូវឆ្លើយប្រាប់គេថាវាជារយៈពេលហើយចុះបើគេសួរដេញតទៅថារយៈពេលយ៉ាងម៉េចរយៈពេលដែលអង្គធាតុធ្វើបានមួយលំយោពេញឬក៏ធ្វើបានមួយជុំពេញតើអីចឹងបាទអក្សរតាំងតេធំຂະຫນាតគិតជាវិនាទីរូបមន្តតេស្មើមួយលើ S ឬក៏ស្មើនឹង2ផៃលើអូមេហ្គាចុះគេសួរថាឯងជាអីដឹងហ៎ដឹង S ជាអីអត់ F ជាប្រេកង់ Yes បាទ S ជាប្រេកង់ចុះបើគេសួរថាតើប្រេកង់ជាអ្វី ប្រេកង់វាជាចំនួនប្រេកង់ជាចំនួនលំយោដែលចល័តចូលបានក្នុងមួយវិនាទី ជាចំនួនលំយោដែលចល័តធ្វើបានក្នុងមួយវិនាទីបាទត្រឹមត្រូវណាប្រេកង់គឺជាចំនួនលំយោដែលអង្គធាតុធ្វើបានក្នុងរយៈពេលមួយវិនាទីអូខេចុះអក្សរតាំងមកវាអីគេ តាំងដោយអក្សរ S តូច Yes តាំងដល់អក្សរ S តូចណាតែនៅពេលដែលទៅដល់ថ្នាក់ទី12ឬក៏ទៅដល់ថ្នាក់សាកលវិទ្យាល័យគេតាំងដោយអក្សរ វេ អត់ទេស្តៀងអក្សរ V ប៉ុន្តែអក្សរហ្នឹងមិនមែនហៅ V ទេ ញូ ជាប្រភេទអក្សរក្រាច់បាទគេហៅថាអក្សរ ញូចិត្ត ឬក៏ហ្នឹងហើយអ្នកខ្លះគេហៅញូឬក៏គ្រូខ្លះទៀតគាត់ហៅនុយណាញូក៏បាននុយក៏បានអីអក្សរហ្នឹងណានេះអក្សរនេះបាទញូក៏បាននុយក៏បានដែរអក្សរស្តៀងអក្សរ V ហ្នឹងអូខេចុះຂະຫນាតរបស់វាវិញຂະຫນាតរបស់ គិតជា គិតជាអី X ខ្នាតគិតជា X បាទຂະຫນាតគិតជា X ដែលតាំង ឬ ដល់ ក៏ អក្ស ហើ រ ន អី X សេ យ៉ាX ហ្នឹងគឺអង់គ្លេសហើយ Hertz ហ្នឹងគឺប្រាំងបាទ ប្រាំង អក្សរតាំងវាគឺ HZ H ធំ Z តូចបាទតាមពិតវាមានຂະຫນាតមួយទៀតមើលពីណាដឹងຂະຫນាតមួយទៀតគិតជាអី S ដក1 S ដក1បាទ S ដក S 1ត្រឹមត្រូវហ្នឹងហើយ S ដក1ឬក៏ពាក្យថា S ដក1ហ្នឹងគឺមានន័យថា1លើវិនាទីណាបាទ1លើ S ហ្នឹងឯងមានន័យថាយើងរុញ S ឡើងទៅលើវាទៅជា S ស្វ័យគុណដក1អញ្ចឹងទៅចុះរូបមន្តរបស់វា S ស្មើ1លើតេ S ស្មើ1លើតេ ស្មើ W លើ2ផៃ បាទត្រឹមត្រូវណាអញ្ចឹងរូបមន្តវាគឺ S ស្មើ1លើតេស្មើនឹងអូមេហ្គាលើ2ផៃបាទចានេះគឺជាព័ត៌មានតាក់ទងជាមួយនឹងប្រេកង់អញ្ចឹងថ្ងៃក្រោយវាគេសួរថាស្អីជាប្រេកង់អ្វីដែលយើងត្រូវឆ្លើយដំបូងគេថាវាជាចំនួនលំ យោពេញ ណាបាទហើយបើគេសួរថាចំនួនលំយោហ្នឹងយ៉ាងម៉េចយើងប្រាប់គេតទៀតថាចំនួនលំយោពេញដែលធ្វើក្នុងមួយវិនាទីបាទហើយរូបមន្តវាចាំឲ្យច្បាស់ណាគឺ S ស្មើ1លើតេស្មើនឹង2ស្មើនឹងអូមេហ្គាលើ2ផៃតើអញ្ចឹងបាទតើអញ្ចឹងបើគេសួរស្អីគេជាអូមេហ្គានេះអូមេហ្គាហ្នឹងស្អីគេ អូមេហ្គាដូចជាលបឿនមុំអីចឹង បាទត្រូវហើយជាលបឿនមុំវាមានឈ្មោះវាមួយទៀតមើលពីណាគេស្គាល់ឈ្មោះវាមួយទៀតអីគេ
bà mua viên mùi tiền đúng ấy kì là bươn mống rồi có ấy cái mùi tiền với sao bây giờ khang đây mình có lịch ngặt chẳng và chưa lại cái niệm với xiếng và từ xiếng tên ái từ xiềng rồi vớ vớ đập khu pro pet đầy lụa bạch ó nên nâng tay Pô sa sồm. bà cứ pol sa xong đấy bà Sồm. chẳng ôm gán nó cứ chỉ pol sa xong toàn đấy Toàn. bà chẳng mà cái số tha tá pol sa xong rứ là bươn mống chỉ ở vậy mới bị na ai bàn Cô sẽ trong hay năng lực bươn mông tầm mùi tai được rồi. bà đôi chắc nia ta này và mua với hai bàn pi chẳng lại bàn ấy đằng ấy ta chị ấy bà cho nào cũng cứ chia lên nào đó mông chặt po sa song đều là rồi chặt lại cắt chia bán môi cắt bán cái trong môi ai cái ta rồi bà ta chẳng dương mới chùm lại tới tèm đòn thế và những con sa xong rồi là bươn mồm nắng vía cứ chia là bươn và chia là bươn lấy cá prai prua mồm phá nơi trong ai cái tá trong môi ai cái tá pì bà rồi đấy ban sật rồi ngày coi cái xua ta con sa xong chị ấy đẹp cái thằng chia chia là là bươn bươn và bươn nó bị prai prua từ tam ấy ca prai prua mông này prai prua từ tam mồm phá hay nóng muối với nát pê prai prua vừa nắng khana ya pê prai prua mồm mồm bảo viên nó có prai prua đây nó cái hai việt ta chia pol sa xong rồi có là mồm này chắc tăng đa số ấy tăng là số omega yes tăng đói ở số correct cứ omega đó và nè khác cái chén khơi nhà số nắng từ xe ở xe ở số omega đấy xe chia số đập dù cái chẳng bị ở tới nè và từ xe omega nó bị ăn cao châu nông tị bởi đập dù bị cuốn thoáng thoáng chẳng chẳng bị giặt bằng cả xe số omega nâng tị ok cho khăn gì cái chị ấy lại về cái chia là chọn không vì tì yes that's right và trăm trời nữa chẳng vì miền khăn cái chia rọt gió nông muối vị nhiệt tỷ cho đâu của môn bao vía chặt tông mùi khua chặt tông mùi phê con rồi muốn bảo viết tông mùi omega pi phay lơ tè thông ok bà đưa thôi coi bơ mình tông mùi pre con pi phay f yes that's right bà good job trăm trời nữa và cho đâu môn vía cứ omega smile pi phay f và rồi có việc smile nắng pi phay lơ lơ tè bà click đẹp với chứ p đại dương coi mua bọt bằng hai chứ bây giờ miền hơi cọt này miền đây Mình cọt đang trong miền đấy bà này chắc những ai cọt chỉ đôi của môn đấy ai cọt chỉ anh tinh tích tam nâng tay hay bởi cọt ở toàn tiếp bây giờ ai lược đầy mất bà lược chỉ mà điểm đầy mất bà hay hai chp khổ thơ bọt bằng hai chứ ai mình ọt khơi chẳng bởi cái này dương khơi nên dương ai chơi phép tao ở miền mẹ lược đầy chẳng ai ai khổ chốc đàm bấy ai bây giờ xua sầm nồi chẳng này năng hành chẳng ở lấy một đo thầm sầm nồi tì pram đấy cứ dương chọc mà này chứ chọc này từ đây à sầm nồi từ đây à chẳng ta pon và miên sầm nồi rồi coi chừng ngo rồi coi ta mình toàn lại ná và pon ai xua lấy của tập pe tông chỉ pi từ bên là tì ai xua chứ và sống chơi là Việt Nam miên sầm nồi xua mà ta miền ấy miền Việt Nam xưa được tam ở toàn phòng tận á ai ai của bộ tự quên ấy của bộ tự bàn phát con nè nè ta miền ấy nghe gì nghe dương song say kê nghe dương kêu ấy
មានណាអូយចេះចោតអញដេកតែម្ដងពេលហ្នឹងសោះ អាប្រជុំលើកមុនអូ អើប្រជុំលើកមុនហ្នឹងមួយដេកពេកអញប្រជុំកតាយប់អាណានៅ អាហ្នឹងជាបញ្ហាមួយដែរនៅពេលដែលយើងរៀនពេលយប់ណាព្រោះដាប់សលេងគ្រូទៅព្រោះទៅបាទ តាមពិត អត់តិច ឈើពីមុនក៏មិនខុសពីពួកយើងដែរការឈើរៀនណាអនុបណ្ឌិតឲ្យតែពេលស្មាននឹងឡើងគ្រូហៅប្រជុំមកអាពេលហ្នឹងនិយាយពីគ្រូសលេងគ្រូព្រោះអើយព្រោះ បាទងុយតដេកពេលស្ដាប់គាត់យូរតើតែគាត់ហៅខ្លះអីខ្លះចឹងទៅលែងសូវងុយដេកតើមិនអីតែកៅមានអីទៅថាមិនអី អត់អីឆើតមាន ចឹងអត់អីទេណាអូខេតើចាក់គ្នាយើងប្រហែលអ្នកទៀតហ្នឹងមិនដែរបាទបោសីកៅអីបាទសៀងអូខេ អត់មានទេលោកគ្រូ អត់មានទេតាមតនណា ចា អូខេ good តើមើលពីណាគេទៀតពីណាឆ្លើយវិញពីណាអត់តន់ឆ្លើយនៅបាទពីណាគេនេះហៅឈ្មោះសិនពតិគុណម៉ែពតិគុណមើល បាទច្រើនបាទ អូនៅមើលដែរ ពងមើលតែ ពងមើលអត់អីទេណាអូខេហ្នឹងហើយទីទៀតយើងដល់វគ្គលំហាត់ឡើងដល់វគ្គលំហាត់គ្រូទុកពេលឲ្យយើងគិតចម្លើយឡើងបាទអរគុណតោះសិរតបាទមិនអីសិរតហើយសិរតមួយសិន អត់មានមិនផងឆើ តែមានទេតាមតននេះមានសំណួរអីហ៎ តនខ្លះឆើ តនខ្លះហ៎អូខេហ្នឹងហើយបាទចោះសៀងបាទសូនសៀងមិនដែរតននេះ តួនឯឆើ តនហើយបាទសិសីកែវបោសីកែវ តួនឯឆើតួនហើយ អូខេតោះបាទតនហើយយើងបន្តទៅមុខទៀតចូលទៅដល់ផ្នែកលំហាត់បាទអូខេតោះលំហាត់ទី1បាទអញ្ចឹងគ្រូនឹងបញ្យល់តាមដំណើរទៅតែម្ដងណាកន្លែងណាអត់តន់ចាំលើកដៃបាទអញ្ចឹងលំហាត់ទី1គេនិយាយអំពីលំយោអាម៉ូនិក1មានខួបតេស្មើ 0.2 វិនាទីចូលកណនីប្រេកង់និងប៉ូសាស្យងរបស់វាបាទអញ្ចឹងក្នុងលំហាត់នេះបាទគេប្រាប់ខួបហើយគេឲ្យយើងកណនីប្រេកង់និងប៉ូសាស្យងអញ្ចឹងសំណួរមាន2ណាបាទកណនីប្រេកង់និងប៉ូសាស្យងបាទអញ្ចឹងដើម្បីដោះស្រាយលំហាត់នេះដំបូងគឺយើងត្រូវស្គាល់ណាថាស្អីជាប្រេកង់ស្អីជាប៉ូសាស្យងបាទដូចដែលយើងបានដឹងមុនហ្នឹងអញ្ចឹងណាបាទប្រេកង់តាំងដោយអក្សរអីបាទហើយប៉ូសាស្យងតាំងដោយអក្សរអីអញ្ចឹងយើងបានដឹងហើយថាប្រេកង់គឺវាតាំងដោយអក្សរ F បាទហើយប៉ូសាស្យងតាំងដោយអក្សរអូមីហ្គាអញ្ចឹងតាមបំរាប់ក្នុងបំរាប់គេប្រាប់អីគឺគេប្រាប់ខួបបាទខួបតេហ្នឹងស្មើនឹង 0.2 វិនាទីអញ្ចឹងតាមបំរាប់ហ្នឹងយើងអាចកណនាប្រេកង់បានណាបាទកណនាប្រេកង់តាមរូបមន្ត S ស្មើ1លើ T ឃើញទេបាទហើយយើងចំនួនតម្លៃ T ចូលមកណា T យើងស្មើ 0.2 វិនាទីនេះអញ្ចឹងយើងយកអា 0.2 ចំនួនកន្លែង T នេះឃើញទេបាទ1ទុកតតែបាទកន្លែង T យើងជួលលេខចូលគឺ 0.2 តើណាអញ្ចឹងយើងធ្វើការចែកលេខហ្នឹងមក1ចែកនឹង2 1ចែកនឹង 0.2 បាទបាន5តើណាចឹងបាទ1ចែកជា1ចែកនឹង 0.2 គឺបាន5បាទអញ្ចឹងຂະຫນາດប្រេកង់គិតជា x បាទអញ្ចឹងចម្លើយគឺបាទ 5x ណាក្នុងករណីហ្នឹងដល់ពេលប៉ូសាស្យងបាទប៉ូសាស្យងរូបមន្តវាគឺអូមេហ្គាស្មើនឹង 2πf បាទអញ្ចឹងយើងគ្រាន់តែចំនួនលេខចូលមកបាទ 2π នៅដដែលហើយ f យើងទៅមកឃើញមិញនេះស្មើនឹង 5បាទអញ្ចឹងយើងជួសចូលមកហើយយើងគុណចូលមក5 2ដងបាន10បាទ π យើងទុកដដែលទៅបាទអញ្ចឹងបើសិនជា π នេះតម្លៃលេខវាគឺប្រហែលជា 3.14 ចឹងហ៎ π ស្មើនឹង 3.14 អញ្ចឹងបើយើងយក 3.14 គុណ10គឺយើងទទួលបានប្រហែលនឹង 31.4 នឹងឯងណាអូខេតាធីរតមានអីចង់សួរតា សិតសួរមួយអាប្រវាយពីផៃទៅរ៉ាចងហ្នឹងយើងធ្វើមិនដឹង ប្រវាយពីផៃទៅរ៉ាត់យ៉ងផៃហ្នឹងគឺជាផៃហ្នឹងតាមពិតអាហ្នឹងគឺຂະຫນាត់ជារ៉ាត់យ៉ងហើយតាផៃរ៉ាត់យ៉ងអាហ្នឹង
bơ kết chia đơ rễ vì smile nâng cao sắp đơ rễ cho lẽ trong một bài pi rạp trong đơ rễ ấy trong xùa nâng អត់ទេសួរ vậy ấy តំ thì ណែង rồi តំណងផៃរ៉ាត់យ៉ងសួរ hay ពីតំណែងតំណងផៃនិងរ៉ាត់យ៉ង chẳng vậy tha hay việc cứ chia đầm lấy lệ vì smile nâng bay chạy đập buồn hay rạp giống vì chưa khát ở bọc mồm toàn ấy chẳng vì admin tụm nè tụm đâu ấy thế muối chia đầm lấy muối thì chỉ khát giờ lấy chào sườn chắc ấy ok này chắc ba tụm lái đấy chắc thấy chấm á thì đó thấy chấm tha hay ní vì chia so tàng hà vía bởi dương kết vi đầm lấy lấy bao viết cứ smile nâng bay chạy đập buồn đầm lấy lấy chứ đầm lấy chỉ lấy chẳng lại ní bà pay smart bay chạy đập buồn dừng dọc bay chạy đập buồn nó từ con nâng đọp tới dư nâng từ tụi ban chầm lói sam sập muối chết buồn giờ lấy dáng ជួយវិសិទ្ធ là យល់ ban ấy ok giờ lên nè nè បានតា ok chẳng dương to từ tiết bà chẳng xâm lùm hạt tim muối bà phần nắng bà dương khoa chăm tha bà dương score khuốc nè cái xưa đâu phê con dương thử pra được của muốn s mà muối lửa tề hai bà chọn đâu po sa sống cứ omega má pi pai f bà lại ní dương có ai đâu tam được của môn muối tia đây để chọn từ muối té cứ omega má pi pai lửa tề bà pra tam nó có trời đây nè ok ta lấy dương cho đó xâm đưa bằng to tiết bà cứ bà lùm hạt bà top lùm hạt tí phí cái tha lùm vô ammonic muối miên pol sa xong omega mà buôn cho ha sập đặt giống trong 1 វិនាទី cái ao dương cả nia pre con nâng khuốc rồi bỏ về bài chẳng lùm hạt đấy vì sự tiền từ muôn nâng đá tài khoản thà kia ọt prap khuốc ấy na lùm hạt muốn prap khuốc tại lùm hạt đấy kia ọt prap khuốc thế thì prap bà pol sa xong mình hay cái xua rau pre con hay nâng khuốc bỏ về mình bà chẳng đang bay rau vía nếu như thử đắng bà tụm nè tụm đâu rồi viên pre con hay nắng pol sa xong omega bà chẳng đây đang bầm rap omega mà nâng buồn chạy hà sập đặt dòng nông quyền tí nhưng ai pra được môn chứ nè cứ omega mà nâng tí phái ai bà tao đấy tụm nè tụm đâu rồi viên pol sa xong hay nắng phải còn chẳng nhưng ai tam được môn đấy nhưng ti đâu ai về bà dùng ti đâu f cứ việc mà nắng bà dừng hồi pi pay một ai nấy cho tôi càng khom nè vì pi pay nắng vì chỉ hòa cuốn vì chỉ lấy cuốn chỉ mùi nắng f bà mấy cuốn f chẳng dừng trong hồi vì một mặt hàng tiết vì thời tôi chỉ chạy bà chẳng f cứ thời mà nắng bà omega cháy pi pay nắng ai chẳng đây pi pay vì miền đồng lấy mà đại sa tại omega này vì miền đồng lấy mà nắng 4 chạy hà sập rồi chọn nông 10 viên tì chẳng dừng còn là chua viên máu đã bị kháng lơ máu hai pi pay ní bà đây để bàn vậy khi môn nâng trang thập hái vì smart bay chạy đập buồn nè chẳng lại ní dừng bán phí con nắng bay chạy đập buồn bà chẳng cứ việc smart nắng và dừng cạn nhiều tới nó dầu pi con nắng bay chạy đập buồn vì hai chia và mùi chạy mà phay bầm bày hai dừng dầu buồn chạy hà sấp chạy nâng và mùi chạy mà phay bày máu dương ban chùm lòi viết và hai nắng xôn chết làm pi rồi đọc và muối bà ẹt bà làm lấy bà hai nó mang đây than được khỏi những miền lấy to tiết á chẳng mang dương đã sinh nhà bà hai nè bà rồi có trong ca bà lon ấy dương dọc bay cái tôn gọi cũng biết dương đã smile món của ba này mà chẳng đã bà hai đã smile món của ba đây lại nè nè bà chẳng phải con cứ dương hậu khơi bà nắng bà chùm hiên bà top dương thử rồi khuộp nè cả này khuộp chẳng tùm nè tùm đông khuộp bà dương ai đâu tam mùi lửa ai có bán rồi dương pra tạo một pi phái lửa omega có bán đây bà chẳng bị dương pra tam pi phái lửa omega trong việc mà nắng phí con bay chạy đập 4 chạy buồn chạy hà sấp bà chẳng chạy tới cứ smile nắng bà muối chạy cao sập 4 vị nía vị tỷ bà
chẳng cái này ní làm hạt tivi ní cứ chăng vậy tha bờ sân chỉ dương score pulsar sống nè tầm lại pulsar sống và dương ai cả nia free con tam được muốn và cứ s mà được omega lửa bị phải hai bây dương trong cả nia khô vĩnh cứ té mà mùi lửa s rồi có mà nắng bị phải lửa omega và trong chạm á còn chấm năm tiếp tục lại nè hai pi chạy lấy chân này nó lùm hết bây giờ ta chùm nuôi lấy châu thờ hói dương cạn điện lấy khó năng có vì chỉ đường ọt lò đài chẳng pi cạn điện lấy sống bây giờ chạy và ai tiêu toát mà đòn chỉ pi đòn chẳng nè ai bật cọt thật trầm trời có mọi thằng lùm hạt gì sao hầm cô na cạn điện lấy khó sao bắt bình tụ ó đái à nắng giờ vòng đái này chẳng thờ bây giờ vì thưa lùm hạt này ok ta chẳng để sao lùm hạt dương chán và chẳng dương và to từ tiết cho từ đó lùm hạt tí bay và lùm hạt tí bay ní thì thà lùm vô ammonic muối miền pre con s mà được 50x cho cả nhiệt khuất nắng pulsation rồi bảo vệ và chẳng năng lùm hạt ní cái pre con vậy nhé hồi xưa rồi khuất nắng pulsation và chẳng và đầm bay cả nhiệt khuất nắng pulsation và viên thờ mưa ở đằng thảo bùng rạp phía cứ phải có 50x và chẳng bị dương chân rồi khuất nó chỉ ra được một té mà mùi lửa F và chẳng mà nâng muối chạy nắng 50 và của ai mà 50 chẳng nè và chẳng muối chạy 50 mà nắng son check son pi vị nè vinity đập paper là trong với omega cứ bị mà nâng pi phái F chẳng bị mà nâng pi phái và con nâng 50 và chẳng 50 con pi bị 30 rồi phái vậy nhé và chẳng lại những bây giờ trong bộ váy thay từ tiết những con mà rồi con đừng bay chạy đập buồn mà và giờ đừng ban đầm lại mùi tiệt để ăn miếng chọc hai vậy tại bây giờ đã vào pan nó có bàn này nó hạt ấy thì bạn chẳng chấm nói ti lùm hạt ti bay ní cứ thời chừng năm tha bờ score free con trong cả địa khuất và cứ phơi được một test mà mùi lửa ai hai bờ trong rau po là sống cứ phơi được món omega mà bị phải ai sầm nô và tiết và lùm hạt tí 4 và cái tha ông có thiết muối rùm nhôi và miền amplitude S mà nâng học sắp chạy son cm nâng pulsation omega mà đập pi ra giống nông 10 viên tỷ cái ao dương cả nía phải con khuất và nâng sờ mây cá lấy cho là nè và chẳng thế dương mưa chùm lại từng ngọc nía đấy và bồng rắp cái theo đây ra chẳng môn từ bóng á thời pin tôi làm hát thời son bồng rắp và ở bàn cho ba chẳng bồng rắp cái theo amplitude và S mà học sắp dịch số cm và hay là bươn mông được có position omega mà nắng là pi đặt giống khả năng muối vinityต่อมาទៀតបានយើងធ្វើការកណនាមួយជំហានម្ដងណាគេសួររក free កង់អញ្ចឹង free កង់គឺ F បាទអញ្ចឹងដែលយើងស្គាល់ omega យើងហៅវាតាម omega មក S ស្មើ omega លើ 2 pi ហើយយើងជួសលេខចូលមក omega ស្មើ12ជួសលេខ12ចូលមក2 pi ទុកដដែលទៅបាទយើងធ្វើការកណនាមក12ចែកទាំង2វាបាន6ហើយនៅសល់ pi នៅសល់6លើ pi ហើយបើយើងយក pi ស្មើ 3.14យើងយក6ចែក 3.14 មកវាប្រហែលជាឃើញ 1.91x បន្តមកទៀតខួបបាទអញ្ចឹងយើងចង់រកខួបបាទដែលវាមានទំនាក់ទំនងជាមួយនឹងអូមេហ្គាអញ្ចឹងយើងប្រើរូបមន្តតេស្មើ2 pi លើអូមេហ្គាបាទអញ្ចឹងវាស្មើនឹង2 pi ចែក12បាទអញ្ចឹងយើងសម្រួលមក2ចែក12វាបាន6នេះបាទ2សម្រួលនឹង12បាទអញ្ចឹង2សម្រួលនឹង2នៅសល់ pi ហើយ12សម្រួលនឹង2ទៅនៅសល់6អញ្ចឹង pi លើ6អញ្ចឹង pi វា 3.14 ណា 3.14 ចែក6វាឃើញប្រហែលជា 0.52 វិនាទីដល់ពេលសម័យកាលនៃចលនាណាយើងដឹងហើយថាកាលណាវាមានរំញោចបាទមាន amplitude អញ្ចឹងចលនាវាជាចលនា sinusoid បាទអញ្ចឹងសម័យកាលវាគឺបាទវាមានរាងបាទ a sin omega t បូក phi ណាសម័យកាលទូទៅដែលបានយើងបានដឹងក្នុងមេរៀនយើងខាងដើមបាទនេះជាសម័យកាលចលនាហើយរាង sinusoid អញ្ចឹងយើងគ្រាន់តែជួសលេខចូលមកណា
bà chua lấy cho a smart của man omega smart của man phi smart của man đấy bà dương đắng tụi bạn chùm lào vậy ok chẳng bắt to một tiết ní bà dương opama nó được nông hạn đấy để sao khi ở cả đồng lại phi mà dương chẳng như opama ta phi smart zone chẳng mà phi smart zone dương ban sớm ca tu tới nè cứ x anh cùng này p té mà đắng học sập bà dương mắt học sập pina máu đằng ấy cứ để xa tay đầm lại bỏ e nè thì làm hai kịp nó cứ học sập nâng hào này nè bảo tạm mồm rap cứ s mà học sập chẳng dừng dâu học sập nó mà chua lại e hay bắt đầu một tiết xến dừng tục tự tái cái nhỉ mà xến nắng anh là cúm xến dừng tục tự tái omega này omega cứ dừng kịp hẹp đái cứ đọc pì những như đọc pì mà chua máu hay con mùi té hay con mùi tè màu hay xưa ta bắt bà lại bầu phi đấy bắt tên á bàได้ซาตาฟียึงสมาร์ทโซนนี่นั่งจังอ่ะโบกโซนนั่นคือยึงใบจำตัวเซติvà hayอันนี้คือจะขนาดนะbàในทาเอกนี้ขนาดวิกฤตจุด2 cm จุดตัวเตอขนาดบอกเอกนี้คือวิกฤตตาม amplitude a bà a กฤตจุด2 cm เอกนั้นก็เธอกฤตจุด2 cm ได้hay bà a นั้นกฤตจุดเมตรเอกนั้นก็เธอกฤตจุดเมตรได้ và cái này nó cứ chẳng đó bà thầy chân năng cái này nè ok chẳng sau với trong phôi lùm hạt tí buồn ấy bởi dương score amplitude score position nếu những ai cả nè rồi khuất phải con bà hai xe sửa mấy cá bà tam chầm lại nặng đó tam đồng mặt lại bài nặng ok ta chẳng mình to từ tiết bà cho ta lùm hạt tí pram ông cái thiết muối lùm nhối tao cho là một định nhỉ bà miền amplitude ấy 50.0 cm និង pulsation omega ស្មើ10រថយន្តក្នុង1វិនាទីគណនា frequency គណនាខួបនិងសរសេរសមីការនៃចលនាអូខេអញ្ចឹងលំហាត់នេះវាស្រដៀងទៅលំហាត់មុនដែរទេប្រាប់ amplitude ប្រាប់ pulsation សួររក frequency សួររកខួបនិងសួររកសមីការនៃចលនាបាទអញ្ចឹងទេពេលនេះដែរគ្រូសូមឲ្យបងប្អូនរៀនគិតបាទពីព្រោះតែអង្គុយមើលអត់គិតអាហ្នឹងអាចនឹងមួយដេកអញ្ចឹងលំហាត់មួយនេះគ្រូចង់ឲ្មួយកូនទាំងអស់គ្នាហ្នឹងគិតណាបាទអញ្ចឹងគ្រូកំណត់ពេលឲ្យបាទ5នាទីបាទគ្រូកំណត់ពេលឲ្យ5នាទីអូខេអញ្ចឹង set ម៉ោង15នាទីឲ្យបាទគ្នាយើងគិតតិចមើលបាទតាចឹងចាប់ផ្ដើមបាទបងប្អូនមានពេល5នាទីសម្រាប់កណនាលំហាត់នេះបាទរកឲ្យឃើញណារកឃើញប្រេកង់ខួបហើយនឹងសមីការតាចាប់ផ្ដើមណាចឹង5នាទីក្រោយគ្រូនឹងសុំចម្លើយម្នាក់មួយណាលោកគ្រូចម្លើយទី1ឃើញ 1.59 អែត្រូវអត់ ឥឡូវយើងសរសេរដាក់លើសៀវភៅយើងសិនណាបាទត្រូវដាក់លើសៀវភៅឃើញសិនតិចទៀតគ្រូនឹងបង្ហាញចម្លើយហ្នឹងណាហើយចាំផ្ទៀងផ្ទាត់មើលតើត្រូវអត់អូខេចាលោកគ្រូអូខេអត់មានគេតែទៅគេងមិនប៉ាតែតែមិនបានមិនទៅគេងមុនប៉ាមួយដេកមិនប៉ាព្រៀនសោះខាត់បាថ្ងៃនឹងអត់ភ្លៀងអត់ខ្យល់អីទាំងអីមានបានព្រៀនកូនគេគឺថេបកូនឯងស្ដាប់ថាតែពីកូនគេឈ្មោះស្វាកូនឯងឈ្មោះល្អប៉ា
mua về hiện con phải បាទបងតែកូនសិតធ្វើលំហាត់ អូខេដូចជាមានអ្នកលើកដៃហ៎បើសិនទេអត់មានផង không ta phải sao này ok chết ọt màu hết tầm tí ta à lấy cầm ơi bà chùm này pi vú và gì sao làm hạt trà biết ta lấy xong chùm lòi món mất ta thì na có bán đây chùm lòi có pre con khơi vào màn 71.29 người chạy hàm buồn và chân ép xanh biết pre con ឃើញមួយចេះ9 vàng hả ok lấy ta dương tiêm to chùm lòi mới ta trời ở và wow congratulations cái ơi surprise mới á và trâm trời và vào tục chợ nè trâm trời ta to tiết kho khô khơi màn 0.62 វិនាទី sơn chạy học sập pi vị nè tì hà nè tiết 0.63 វិនាទី ប្រកួតឡើងហ្មង គាត់ប្រកួត tên em xây tiết khơi mà năng đáy đi còn mấy và rật rật poticon khơiประมาณ đấy เคยหกโซนใจหกปีเฉะ chẳng hả ok ta chào mừng chào lại tụi nè muối pi bay sơn chơi học bay ចាលឹងខោគេថាប្រកួត và cái tôi biết ta lớp pi phèm cái bật lại ngày đó ngọt ta mà pay phèm láng cái bật tôi chia bay vậy toàn đấy là ngày cái đây ta nơi sao trong cái nào ấy cơสมัยការចលនាមកពីណាគេអាចប្រាប់សมัយការចលនាបាន ប្រាប់ជាចម្លើយយកមកមែនចា ហ្នឹងហើយ x ស្មើអី x ណា គុំនៃពេល 0.5 កោ 0.5 កោ កោហែងសៀង 10អី 10 ខ្ញុំប្រើតាម 10 ស៊ីនទេមិនខ្ញុំប្រើតាមស៊ីនទេប្រហែលមើលប្រហែល 10.5 ហេមិនបាន 10.5 50ហើយអំភ្លីទឹកគេឲ្យ50ដែរ ចូលមើលកន្លែងលើកដៃទៅ 50អំភ្លីទឹកគេឲ្យ50មិនបានទៅចេញអីណា0ចុចអីណា 50ស៊ីន10 50ស៊ីន10 តែ 10ទេហ៎ យ៉ា បាទត្រឹមត្រូវណាស៊ីកែវត្រឹមត្រូវគឺ50ស៊ីន10ទេຂនាតគិតជាសង់ទីម៉ែត្រអូខេបាទនេះបើយើងបវាយទៅជាម៉ែត្រវាឃើញ 0.5 មែនណាទីរត់មិញតំណងបវាយទៅជាម៉ែត្រតាមមើល 0.5 ស៊ីន10ទេហ្នឹងគិតជាម៉ែត្រណាបើ50ស៊ីនបាទគាត់នឹង10ស៊ីន10ទេគិតជាសង់ទីម៉ែត្រហ្នឹងហើយចាកន្លែងខ្នាតដូចគ្រូនិយាយមិញអញ្ចឹងណាយើងគិតជាសង់ទីម៉ែត្រក៏បានចិត្តជាម៉ែត្រក៏បានដែរតែបើគេឲ្យមកជាសង់ទីម៉ែត្រមិនបាច់ប្រហែលទេតំណឹងគិតជាសង់ទីម៉ែត្រឲ្យគេវិញអញ្ចឹងតែណាកុំឲ្យខុសគីឡូវាយទឹកខុសច្រឡំ0ច្រឡំអីហ្នឹងនាំប្រវាក់ប្រវិនទៀតអូខេអញ្ចឹងឃើញថាទាំងអស់គ្នាបាទចេះហើយលំហាត់ទី4ទី5នេះតោះឥឡូវចូលដល់លំហាត់បន្ទាប់បាទលំហាត់បន្ទាប់នេះក៏ស្តៀងលំហាត់មិញដែរបាទគេប្រាប់ amplitude 40បាទ0សង់ទីម៉ែត្រ pulsation 8ដុតយ៉ងក្នុងវិនាទីគណនាប្រេកង់ខួបនិងសរសេរសមីការនៃចលនាទៅដែរតោះឥឡូវគ្រូទុកពេលឲ្យត្រឹមតែ3នាទីទេសារហ្នឹង3នាទីទេអត់ដល់ច្រើនទេ
muốn ai theo mà lại ai bày và lại đã một đòn tiết ai tập 3 នាទីទេ và 3 នាទី ok start ok timer 3 នាទី តាចឹង 3 នាទីក្រោយបន្ទាប់ពីនាទីដែលចប់ឆើនឹងសួរសុំចម្លើយណាមើលកញ្ញាត្រឹមត្រូវណាប្រកួតលេខប្រកួតអីបងឲ្យដូចមិញខុសកតុយបន្តិចហ៎ បាទរៀនធ្វើណារៀនធ្វើពីព្រោះតិចទៀតពេលដែលគ្រូបរៀនពួកយើងចប់បាទគ្រូនឹងដាក់កិច្ចការមួយឲ្យពួកយើងប្រឡងបាទហើយគ្រូសង្ឃឹមថាពេលប្រឡងហ្នឹងយើងនឹងទទួលបានបាទ50លើ50តោះសៀងបាទសៀងមានអីសួរតើដាក់ដៃចុះវិញហើយlower បាទសៀងសូនសៀងមានអីជាសំណួរសួរ ខ្ញុំឃើញចម្លើយ1.27លោកគ្រូទី 1 អាហ្នឹងកណាចម្លើយកខួប្រេកងណាបាទ ចា ហើយចាខឃើញនៅខ ខឃើញ 0.78 អូខេចុះសម័យការ សម័យការតន់ចេញទេលោកគ្រូ អូខេហ្នឹងហើយចុះបាទអរគុណតោះអញ្ចឹងសេកែវ សេកែវមួយណា បានសេកែវឲ្យព្រោះយើងលើកដៃ កខ្ញុំឃើញ 1.27 yes ទៅទៀត ខឃើញ 0.79 អូខេចុះសម័យការ សម័យការហៅទៅសេតែបាត់ប្រធានបាត់អីអត់ឃើញប្រធាន អូខេនេះប្រធានតា 40 សិន 8 តែ 8តេណា ផ្នែកគឺជាសង់ទីម៉ែត្រ អូខេតោះអស់ម៉ោងនៅសេកែវមើលអស់ម៉ោងនៅសេកែវម៉ោងកំណត់គ្រូដាក់ឲ្យអស់នៅ មើលតាមណាច្រើនមើលអត់ឃើញ នៅលើទូរស័ព្ទយើងអត់ឃើញម៉ោងទេ ឃើញស0.20 វិនាទីជាងទៀត អូសល់22នាទីទៀតណាអូខេតោះអញ្ចឹងដោយសារគ្នាយើងរកឃើញចម្លើយបតាយើងមើលចម្លើយផ្ទៀងផ្ទាត់ខ្លួនឯងហ្មងណាអូខេបើសិនជាពួកយើងរកទៅឃើញត្រូវអ្វីដែលពួកយើងត្រូវធ្វើគឺនេះ surprise នេះបាញ់មកអូត្រូវហើយខ្ញុំរកឃើញត្រូវហើយតើនេះតើបានទេចឹងបាទតោះចម្លើយមើលទាំងអស់គ្នាបាទចម្លើយកហ្វ្រេកង់ឃើញ 1.27 អាកបាទមិនដែរត្រូវអត់មានណាឃើញដាក់អីមកផងណាត្រូវអត់អូត្រូវទៅណែបាទត្រូវបាទទីរត់ក៏ត្រូវទីកៅក៏ត្រូវបាទសៀងក៏ត្រូវបាទអូខេតោះចម្លើយបន្តទៀតខួបឃើញ 0.785 វិនាទី 785 វិនាទីមើលពីណាខ្លះត្រូវមើលបាទចាសៀងត្រូវអូខេសៀងស្រីសៀងសៀងលើកដៃមានចម្ងល់អីមែនសៀង អត់មានអីទេលោកគ្រូ លើកដៃបានន័យថាម៉េចបានន័យថាត្រូវហ៎ ចា ឃើញលើកដៃរហូតនេះអត់រើយដៃទេតម្លាក់ដៃវិញផងអូខេតម្លាក់នៅអូខេតម្លាក់ដៃវិញហ្នឹងហើយឃើញលើកយូរហើយអីលើកទៀតណាអត់លើកខ្លៅអញ្ចឹងបាទហើយ0ឃើញ0សៅសៅហ្នឹងពីណាគេបងដឹងបងរបស់សៀងហ្នឹង ម៉ាក់ យក account បងស្រើចូលហ្នឹងទៅ អញចាស់ណាស់ ហ្នឹងហើយ ធ្វើចាក់ដៃរហូតលើកដៃរហូត បាទ ធ្លាក់ ចឹងយើងមើលចម្លើយបន្តទៀតណាសម័យការ
và vậy cá riêng tu tới x nhân công này thì a sin omega t bột phi chẳng sợi cá dưỡng cứ Obama tập ha đám phi smartphone chẳng dừng bán sẽ sập xin phần 7 thì và đôi tình ân chùm lại để xử kéo quạt bán bằng hành mình đừng chăng và chẳng obo sato từng ngọc đi dạ chỉ làm cho dùng ok bạn Anh chứ đấy. ta và to tới tiền á lùm hạt ti pram pì và việc bàn và lùm hạt đấy ok lùm hạt ấy mấy bà chẳng lùm hạt ấy châu lùm hạt mấy ấy bà chẳng ngọc niềm mưa sân á thể mưa sân ôi lông hạt năng số trên cái họ amplitude xưa giờ nghĩa ông đi tốt mà ai trả số ngon với phơ ra sống mày của ba mẹ tích chờ số ta phơ ba sống tay có khoan sửa là ngày và phát đám có sửa nữa ở dương trả trẻ thầy tầm khá là dương trẻ thầy ở gì dạo yes teacher ai bây giờ ăn trẻ anh nói cái bạn kẹo dưỡng riêng rồi đấy rồi là riêng bạn trẻ anh trẻ bạn đang tập sửa chẳng ai thì kẹo trả ok là ngày trả lấy bơ thì kẹo hai chị đăng chùm lại chứ thì kẹo ai phải vô thì mới sầm nua nó ta dừng mưa mấy khi chùm lại tập bò họ amplitude để sao tờ cái ai mò sớm mấy ca x này anh được cung test mà đọc xin pi pai te bột hay là pi trong vi châu a sớm mấy ca dương x này anh được cung test mà a xin omega te bột free vì có dương hai tập phát đào chẳng bởi dương mơ yes tới đọc nơi khang mục xin năng vi đầm nàng ai amplitude e thông năng bà đại dương trong tài hầu hay đọc ok 20 tiết ให้ ปีไพ่แต่ปีไพ่ต้องมีតំណាងឲ្យពណ៌សាសង់ yes ពលសាស្ត្រចង់ ហើយไพ่លើពីរហ្នឹងវាតំណាងឲ្យផាសដើមឬក៏ fee ដែលយើងហៅហ្នឹងចា អញ្ចឹងហ៎អូខេបាទអញ្ចឹងបើតាមការរៀបរាប់បាទការពន្យល់របស់សិកែវមកគឺយើងមើលទៅសម័យកាលយកតែម្ដងណាបាទទៅសម័យកាលនេះបាទយើងមាននេះគេឲ្យសម័យកាលគឺ x នៃតេស្មើ10ស៊ីន2ផៃតេបូកផៃលើ2អញ្ចឹងយើងផ្ទឹមវាណាផ្ទឹមសម័យកាលហ្នឹងជាមួយសម័យកាលទូទៅរបស់យើងគឺ x ស្មើនឹង a ស៊ីនអូមេហ្គាតេបូក phi អញ្ចឹងមានន័យថាលេខ10នៅពីមុខស៊ីនហ្នឹងអាហ្នឹងជាតម្លៃរបស់អីគឺរបស់ a មិនចឹងហ៎បាទជាតម្លៃរបស់ a របស់ amplitude ហ្នឹងបាទហើយដល់ពេល2ផៃដែលនៅមុខតេនេះអាហ្នឹងគឺជាតម្លៃរបស់ omega អញ្ចឹង omega ស្មើនឹង2ផៃឃើញទេយើងផ្ទឹមមើលហ្មងដល់ពេលបូកផៃលើ2ណាផៃលើ2គឺជា phi ណាគឺ phi ហ្នឹងឯងណាផៃលើ2ហ្នឹងបាទអញ្ចឹងយើងផ្ទឹមសម័យកាលហ្នឹងមកគឺយើងទទួលបាន a ស្មើ10សង់ទីម៉ែត្របាទពលសាស្ត្រចុងបាទស្មើ2ផៃរ៉ាត់យ៉ង់ក្នុង1វិនាទីបាទហើយផាសដើម phi ស្មើនឹងផៃលើ2បាទអញ្ចឹងលំហាត់នេះបើយើងមើលមកផ្លែតអូពិបាកតែដល់ពេលមើលដំណោះស្រាយទៅមិនដែរស្រួលណាគឺយើងផ្ទឹមមើលផ្ទឹមយកតែម្ដងបាទសំខាន់làយើងចេះមើលណាចេះមើលផ្ទឹមសម័យកាលហ្នឹងបាទតោះនេះអញ្ចឹងតើគ្នាទេកូនប៉ាពុំសៀតោះមិនដែរទាំងអស់គ្នាតោះនេះកន្លែងនេះលំហាត់ទី7នេះបានលោកក៏ដូចវាណាអត់តាន់សួរណាសួរបច្ចេកបាទតោះឥឡូវចង់ដឹងតាន់មិនតាន់ទៅមួយលំហាត់ទៀតតោះចូលដល់លំហាត់ទី8គេមានសម័យកាលចលនានៃលំយោអាម៉ូនិកមួយតាំងដោយ x អនុគមនៃតេស្មើ15ស៊ីន3ផៃតេបូកផៃលើ2គិតជាសង់ទីម៉ែត្រកណនី amplitude a ពលសាស្ត្រចុង omega ផាសដើម phi នៃលំយោបាទអញ្ចឹងតោះគ្រូទុកពេលឲ្យ1នាទីសរសេរចម្លើយឲ្យឃើញទាំង3ហ្នឹងមកទីទៀតយើងផ្ទៀងចម្លើយទាំងអស់គ្នាណាលោកគ្រូ fee ហ្នឹងអត់មានគិតជាខ្នាតអីណា phi ហ្នឹងត្រូវគិតជារ៉ាត់យ៉ងណាព្រោះវាជាមុំជាផាសដើមជាមុំតែហ្នឹង
này đây cái lấy đây đang tị mà nửa con đôi ở đây anh chào ấy con đôi con càng lừa một hai ba chào này chào mời tôi xem chào anh chào bạn chào thì cái này như này là chơi mẹ chơi toàn châu toàn châu đã ngày ấy khơi chậm lại đấy các anh biết mà ឃើញ khơi ហើយ ឃើញហើយអូខេតាសុំចម្លើយមកចឹង A ស្មើប៉ុន្មាន 15 សង់ទីម៉ែត្រ ត្រឹមត្រូវពលសាស្ត្រចុងអូមេហ្គាស្មើប៉ុន្មាន 3 ផៃរ៉ាយ៉ុងក្នុង1វិនាទី Yes 3 ផៃរត់យ៉ាងក្នុង1នាទី Phi ស្មើប៉ុន្មាន ផៃលើ2រ៉ាយ៉ុង Yes very good ត្រឹមត្រូវអបអរសាទរតែដៃឲ្យផងឈៀអើយគាត់បានគឺឈៀទៀតដល់ឡយកប់សេរីតាមកយាយសិរតហើយ យល់ហើយលោកគ្រូយល់ហើយ យល់ហើយណាអូខេតាតែយល់ហើយទៅលំហាត់បន្តទៀតអូខេគេមានសម័យការចលនាលំយោអាម៉ូនិកតាំងដោយ x ស្មើនឹង25សៀនផៃតេបូកផៃលើ2គិតជាសង់ទីម៉ែត្រចូលកណនី amplitude position និងប៉ះដើមនៃលំយោសំណួរខខួបនិងផ្លេកង់នៃលំយោលំហាត់នេះគេបន្ថែមខួបនិងផ្លេកង់ទៀតណាបាទចឹងទេព្រោះទៅពេលឲ្យពួកយើងបាទ2នាទីទៀតចាស់បាទដើម្បីធ្វើលំហាត់នេះតាកូនតាកន្លែងគេគាត់ឯងចាប់ដើមញ៉ៃប៉ាយគាត់មកចឹងក៏មិនញ៉ៃប៉ាលឺទេស្ញៀមណាបាទយើងរៀនចិត្តបាន1ម៉ោងហើយនេះព្រោះថតបាទ screen video នេះបាន58នាទីហើយចិត្ត1ម៉ោងហើយតែមានសំណួរអីអាចសួរបានណាដូចជាគីឡូឆ្ងល់តាំងរកខួបមិនទៅរកប្រេកង់មិនទៅណាអាចសួរគេហៅអាលីហោអត់រៀនផងវាហោនឹងរៀននៅថ្នាក់ទីម៉ានហោ Đây hoa chụp hiện này kênh tiết à hả song sái lại đi đọc pin rồi អត់ទេគាត់ដុកទី12មួយឆ្នាំអីគាត់ទី12មួយឆ្នាំ អូប្រហែលលីហោនៅដុបទៀនរៀនប្រហែលលីហោហើយ ដុប យកចិត្តទុកដាក់យ៉ាងហ្នឹងមើលទៅគាត់ដុបមួយឆ្នាំ ហើយជាគាត់យកវិទ្យាសាស្ត្រហ្នឹងស្ដាប់ហើយយកសង្គមហ្នឹងយកនឹងវិទ្យាសាស្ត្រតាមកយាយឃើញចម្លើយនៅ ឃើញហើយឆាឃើញហើយ តា amplitude A ស្មើប៉ុន្មាន 25សង់ទីម៉ែត្រ 25សង់ទីម៉ែត្រត្រឹមត្រូវអូមេហ្គា អូមេហ្គាស្មើផៃរ៉ាយ៉ុងក្នុង1វិនាទី អូខេ Phi ផៃលើ2រ៉ាយ៉ុង អូយឆ្លើយដូចមើលឃើញអញ្ចឹងមើលឃើញអត់ អត់បានមើលហងមើលបតាហ្នឹង អញ្ចឹងអូគាត់បាយអញ្ចឹងតាចូលដល់ខួបតាខួបឃើញប៉ុន្មាន 2វិនាទី បាទ2វិនាទីចុះ frame កង់ កង់ឃើញ1លើ2អែក 1លើ2អែក 0.5អែកសោះ 1លើ2នេះ មួយចែកជា2បាន 0.5 មិនអញ្ចឹង ជាទូទៅរូបវិទ្យាយើងគឺត្រូវការចែកចែកឲ្យតអត់ចេញជាចំនួនទស្សភាគអត់ទុកជីវភាគទេណាមែនហ្នឹងអបអរសាទរបាទទីកែវបាទដែលឆ្លើយបានត្រឹមត្រូវគ្រប់សំណួរតើអ្នកផ្សេងទៀតមានចម្ងល់ទេចា
ខ្ញុំអត់ចែកហ្នឹងដោយសារតែខ្ញុំពេលខ្ញុំរៀនមួយលោកគ្រូខ្ញុំគាត់ភាគច្រើនគាត់អត់ឲ្យចែកចុះពេលចឹងទៅខ្ញុំមិនសូវចែក អូខេអត់អីទេដូចតែគ្នាតែមានអីហ្នឹងហើយតោះចម្លើយនេះក៏ត្រូវដែរណា1 លើ 2 អាំងហ្នឹងក៏ត្រូវដែរអត់ខុសទេបាទតោះអញ្ចឹងបាទអ្នកផ្សេងទៀតបាទមិនដែរយល់ទេនេះរកតេរកអែអីយើងរកដូចលំហាត់ទី1ទី2យើងវិញអញ្ចឹងណាបាទតេស្មើ2ផៃលើអូមេហ្គាអែស្មើ1លើតេអីចឹងវិញមកតោះនេះចឹងបាទសេរ៉ាត់ស៊ីកែវបាទទីសៀងមកយាយតោះណាឆ្លើយប្រហែលម្នាក់មក តវ៉ាន់លោកគ្រូ តោះអានបាទអូខេតោះអញ្ចឹងទៅមុខទៀតណាទៅមុខទៀតលំហាត់ទី10ជិតចប់ហ่ะសល់ប្រហែល3 4លំហាត់ទៀតទេតោះលំហាត់ទី10គេមានសមីការចលនានៃលំយោអាម៉ូនិកមួយដោយតាំងដោយបាទ x ស្មើ5ស៊ីន5ផៃតេបូកនឹងផៃលើ2គិតជាសង់ម៉ែត្រចុះកណនី amplitude បាទផាស pulsation និងផាសដើមខួបតេនិងហ្វ្រេកង់ f ទីតាំងរបស់ភាគល្អិតនៅខណៈតេស្មើ 0.25 វិនាទីអូបាទលំហាត់ទី10នេះថែមសំណួរកើមួយទៀតណាបាទអញ្ចឹងឥឡូវទុកពេលឲ្យ3នាទីចាបាទតានាំគ្នាធ្វើលំហាត់នេះសាក់លើមើលអាសំណួរកើនោះបើអត់ចេះចាំមើលចម្លើយទាំងអស់គ្នាអាសំណួរកើនេះបើយើងចង់រកតេយើងគ្រាន់តែចង់រកទីតាំងគឺចង់រក x ទេចង់រក x នេះគេសួររក x នេះទីតាំងហ្នឹង x នៅប្រហែលសង់ទីម៉ែត្រណា x ស្មើប្រហែលសង់ទីម៉ែត្រស្មើប្រហែលម៉ែត្រអីចឹងណាអញ្ចឹងពេលដែលយើងបានសមីការហើយយើងកណនីបាទយកតម្លៃតេហ្នឹងទៅជួសចូលយកតម្លៃតេនេះទៅជួសចូលក្នុងសមីការនេះតែយើងហៅតម្លៃ x ឃើញហើយតោះហើយធ្វើបន្តិចទីជាតិចាំយកចម្លើយបាទឆាប់ឃើញហ៎តោះឥឡូវសុំចម្លើយពីខាងមើលខាងសុធារតមួយចុះតោះសុធារតហើយនៅអត់ទាន់ឲ្យសំណួរកើវិចិត្រយ៉ាងនៅសំណួរកើហ៎បាទឥឡូវប្រាប់សំណួរកមក amplitude ឃើញប៉ុន្មាន amplitude ឃើញ5អីគេຂະຫນាតផង5សង់ទីម៉ែត្រដល់ពេលបូសាសុងហ្នឹងឃើញ5ផៃរចុងនៅវិនាទីអូខេហើយដល់ពេល phi ហ្នឹងឃើញផៃលើ2រចុងអូខេត្រឹមត្រូវខួបតេឃើញ 0.4 វិនាទីអូខេហើយដល់ពេល s ស្មើ 2.5 x Hz yes ត្រឹមត្រូវ very good តោះ
តាមមានពីណាគេរកឃើញសំណួរកអី x ស្មើប៉ុន្មាន x ជាងគ្រាន់តែយកតម្លៃតេទៅជំនួសចូលសមីការនេះតែនេះជំនួសចូលកន្លែងនេះមកយាយ ចាំមួយផ្លែឆាចាំផ្លែ ចាំផ្លែតចាំផ្លែតណាឃើញប្រាប់ចម្លើយណាអូខេ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 អញ្ចឹងបាទកូនលហាច់អស់លេងក៏អញសេមិនលេខប្រហែលអាហ្នឹងមើលរាប់មើលលេខប្រហែលខ្លះ16យាយណាអាហ្នឹងយើងគ្រាន់តែយកតែទៅជំនួសក្នុងសម័យកាលតែ បាទជំនួសទៅករណីឲ្យចេញជាតម្លៃលេខឲ្យឃើញតម្លៃលេខករណីវាធ្វើមិនឲ្យចេញទៅជាតម្លៃលេខហ្មងស្មើប្រហែលសង់ទីម៉ែត្រទីអញ្ចឹង អូខេ តោះឥឡូវបើយើងអត់ច្បាស់ទេយើងមើលបាទយើងមើលដំណោះស្រាយសិនណាចាំលំហាត់ក្រោយចាំយើងធ្វើតាអញ្ចឹងយើងមើលដំណោះស្រាយនេះកាលនេះទីតាំងរបស់ភិលអិតនៅខណៈតេស្មើ 0.25 វិនាទីអញ្ចឹងយើងចំនួនតេណាចំនួនតេស្មើ 0.25 វិនាទីចូលក្នុងសមីការដើមយើងនេះអញ្ចឹងយើងជួសទៅយើងឃើញអាកន្លែងតេហ្នឹងគឺបដូរទៅជា 0.25 បន្តមកទៀតមកដល់កន្លែងហ្នឹងយើងត្រូវគុណ 0.25 ជួយ 5 នេះអញ្ចឹង 0.25 គុណនឹង 5 គឺវាបាន 1.20 25ឃើញទេហើយផៃយើងទុកទៅដែរបាទផៃទុកទៅដែរតើនេះអញ្ចឹងបាទហើយអាកន្លែង 0.5 នេះយើងគ្រាន់តែចែកទេនេះកន្លែងនេះយើងយក1ចែកជា2មកបាន 0.5 ផៃកន្លែងនេះបាទកុំឆ្ងល់ទាំង 0.5 ផៃនេះបានពីណាមកនេះផៃលើ2ហ្នឹងគឺយើងយក1ចែកជា2 1ចែកជា2 0.5 បាទនៅផៃដែរជំហានបន្តមកទៀតនេះគឺយើងបូកអានេះចូលគ្នាបាទយើងបូកចូលគ្នាអញ្ចឹង 1.25 បូកជាមួយ 0.5 វាបាន 1.75 ផៃអញ្ចឹងយើងបូកតែមេគុណទេណានេះលេខនេះយើងបូកតែមេគុណទេ 1.25 បូក 0.5 អញ្ចឹងវាស្មើនឹង 1.75 ផៃនេះទុកទៅដែរអីទៅទុកទៅដែរបាទឬក៏វាស្មើនឹងបាទ5ស៊ីន7ផៃលើ4បាទអានេះមានន័យថាយើងបំលែង1.75 នេះឲ្យទៅជាបាទចំនួនប្រភេទវិញណាអញ្ចឹងវាស្មើនឹង7លើ4តោះនេះកន្លែងហ្នឹងបាទយើងយក7ចែកជា4វិញមកក៏យើងឃើញ1.75 វិញទៅដែរណាបាទអញ្ចឹងបន្តមកទៀតជំហានបន្ទាប់បាទយើងមើលតាមរង្វង់ត្រីកោណមៀតបាទស៊ីន7ផៃលើ4ហ្នឹងបាទគឺវាតម្លៃវាគឺប្រហែលជាដកបាទឬ2លើ2បាទឬក៏ប្រហែលជាដក 0.707 បាទអញ្ចឹងយើងគ្រាន់តែយកតម្លៃដក 0.707 នេះទៅគុណនឹង5បាទអញ្ចឹងចម្លើយចុងក្រោយយើងឃើញ x ហ្នឹងគឺវានៅទីតាំងដក 3.535 សង់ទីម៉ែត្របាទមិនដែរមានកន្លែងណាសើហើយកន្លែងត្រង់ចំណុចនេះបាទកូនបាទ Yes បាននេះមានទីតាណាមានក្រថាណាមកកោចាអូខេតោះអញ្ចឹងយើងអត់មានចម្ងល់អីទេយើងមើលទៅសំណួរបន្ទាប់ទៀតតោះអញ្ចឹងយើងលឿនតិចណាដោយសារតែពេលវេលាយើងបាទនៅសល់តិចដែរបាទយើងត្រូវធ្វើ
ការប្រឡងឲ្យទៀតទុកកន្លះប្រឡាម៉ោងក្រោយឲ្យពួកយើងប្រឡងតាអញ្ចឹងតាសំពួរលំហាត់ទី11មកសុំឆ្លើយមក amplitude ឃើញប៉ុន្មាន 6 pulsation 6 ផៃរ៉ាយ៉ងក្នុងវិនាទី 6 ផៃរ៉ាត់យ៉ងក្នុង1វិនាទីចុះផាសដើម 2 ផៃលើ 2 រចង បាទផៃលើ 2 រ៉ាត់យ៉ងចុះខួប ខួបដូចជាអូមីកានេះចាដូចជា នេះលឿនណា ឈប់3ដូចជាឃើញ3ហើយ3វិនាទីហើយ ទេស្មើមួយលើ f យក6ផៃចែកឲ្យ2ផៃហើយយើងសម្រួលផៃនិងផៃចាញ់ 6ចែក បាន 2ផៃសម្រួលផៃចោល បាន 3 3ហ៎ បាន 3 យេ ចាត្រូវ មួយលើ 3 មួយលើ 3 សោះ ច្រឡំប្រៃកង់ បាទច្រឡំប្រេកកណាតេគឺស្មើ2ផៃលើអូមេហ្គាណាហ្នឹងហើយណា ចាំច្រឡំមិនទេថាជាយៅ តែពេលគេច្រឡំតិចសោះ ប្រេកកបានឃើញ3វិញណាអូខេហ្នឹងដល់ពេលសម័យកាលបាទយើងជួសចូលដូចមុនអញ្ចឹងបាទកុនមកបាទកណនីទៅគឺឃើញនេះមុំ 2.3 ផៃហ្នឹងគឺវាស្មើទៅនឹង2ផៃបូក 0.3 ផៃឃើញទេដូចនេះស៊ីន 2.3 ផៃវាស្មើនឹងស៊ីន0.3 ផៃអញ្ចឹងវាស្មើនឹងពួកយើងត្រូវចាំអាកន្លែងនេះអាកន្លែង2ផៃនេះវាស្មើនឹងមួយជុំរង្វង់អញ្ចឹងបើតម្លៃដែលលើសពី2ផៃអាហ្នឹងយើងត្រូវគិតសារឡើងវិញបាទគិតមុំសារឡើងវិញហើយតម្លៃនេះគឺយើងអាចចេញកាសចូលក៏យើងអាចមើលចេញតម្លៃនេះក៏អាចចេញចេញតម្លៃស៊ីនមកចេញ 0.3 ផៃមកចេញតម្លៃប៉ុណ្ណឹងមកហើយបាទអញ្ចឹងយើងអាចកណនីទៅអានេះស៊ីន 0.3 ផៃយើងយកវាទៅគុណថែម6មកបាទតម្លៃគឺឃើញប៉ុណ្ណេះណាតែទីបាទតើបន្តទៅទៀតលំហាត់ទី12មកសុំឆ្លើយមក amplitude ឃើញប៉ុន្មាន 7 សង់ទីម៉ែត្រ pulsation 7 ផៃរចងក្នុងវិនាទី យ៉ា7ផៃរចងក្នុងវិនាទី phi ផៃលើ 2 រចង យ៉ាផៃលើ 2 រចងខួបមកខួបកាលនេះលឿនឃើញប៉ុន្មាន មកថាប់ 0.285 0.285 ហ៎យ៉ាត្រឹមត្រូវ 286 ហើយប្រកួតណាស់ បាទប្រកួតឡើងខួបបេកង់បាទបេកង់ទី 5 ហឺត ដល់ពេលជួសចូលណាជួសតម្លៃតេចោលទៅបាទឃើញ7ស៊ីន 2.95 ផៃអញ្ចឹងដោយស៊ីន 2.95 ផៃនេះវាស្មើនឹងស៊ីន 3 ផៃដក 0.05 ផៃ ហ្នឹងហើយស្មើស៊ីន 3ផៃនេះវាស្មើនឹងមួយជុំកន្លះហ្នឹងហើយមកមួយជុំកន្លះអញ្ចឹងតម្លៃវាបាទយើងគិតតាកតុយក្រោយហ្នឹងមកយើងដកវាចេញមកវិញណាបាទដកប៉ុណ្ណឹងមកវាឃើញតម្លៃលេខប្រហែលជា 0.156 ហើយយើងយកវាទៅគុណនឹងមីគុណ7នេះបាទណាហ្នឹងហើយយកគុណមីគុណ7មកឃើញតម្លៃតើលំហាត់ទី13បើ amplitude ឃើញប៉ុន្មាន 8ស្អីគ្រូជាកុំភ្លើងក្រា 8គេ8គេ 8សង់ទីម៉ែត្រ 8សង់ទីម៉ែត្របាទហើយចុះ pulsation អូមេហ្គា 8ផៃរ៉ាយ៉ងក្នុងវិនាទី 3ផៃរ៉ាត់យ៉ាងក្នុង1វិនាទីផាសដើម ផៃលើ 2 រចង 2រ៉ាត់យ៉ាងខួបតាខួបឃើញប៉ុន្មានខួប 1លើ 4 1លើ 4ណា 0.25 0.25 វិនាទីត្រូវព្រៃកង់ 4 ហឺត 4 ហឺតអូខេចំនួនបាទដល់ x គឺចំនួនតេចូលបាទ 0.85 ចូលនេះបាទគឺស្មើនឹង8ស៊ីន 4.1 ផៃហើយយើងកណនីឲ្យឃើញអាស៊ីន 4.1 ផៃនេះសិនមកចាំយើងយកទៅគុណនឹង8វិញណាអញ្ចឹងស៊ីន 4.1 ផៃវាស្មើនឹងនេះស៊ីន 4 ផៃបូក 0.1 អញ្
ចឹងអា4ផៃនេះស្មើមកជុំបងណាបាទចឹងយើងគិត 0.1 ផៃឡើងមកវិញមកបាទវាប្រហែលនឹង 0.309 ចឹងយើងយក 0.309 ទៅគុណថែម8មកយើងបានចម្លើយហ្នឹងឡើយណាដោយសារតែលំហាត់នេះគេអត់ដាក់មុំពិសេសមកឲ្យអញ្ចឹងចំពោះតម្លៃមុំនេះគឺយើងត្រូវប្រើកាសចោគណនីហើយចុចសិនបាទចុច 0.1 ផៃបាទអញ្ចឹងយើងបានចម្លើយ 0.309 3 នៅក្នុងលំហាត់ពេលប្រឡងគេនឹងសេរីលំហាត់ហ្នឹងឲ្យចេញជាមកគឺមុំពិសេសបាទមុំផៃលើ4ផៃលើ6ផៃលើ2មុំផៃអញ្ចឹងណាអាហ្នឹងគឺគេនឹងសេរីឲ្យចេញអញ្ចឹងហើយបាទដើម្បីឲ្យយើងងាយស្រួលក្នុងការកណនីបាទនេះដោយសារតែវាជាលំហាត់អនុវត្តបាទយើងអាចចេញកាសចោឲ្យបានតាលំហាត់ទី14ចុងក្រោយលំហាត់ចុងក្រោយតា Oh my god យើងចាប់ដើមប្រឡង amplitude 9 cm ធ្វើសារសុង9ផៃរត់យ៉ងក្នុងអង្គពីនទីអាហ្វីផាសដើមនឹងផៃលើ2រត់យ៉ងអូខេវានោះបូកវា2លើ9អញ្ចឹងបាន 0.222និយាយទៅកតុយវាពីទាំងអស់ត្រឹមត្រូវ 0.2 ខួបណាហ្នឹងហើយព្រេកង់ហ្មង 4.5 អែក ចាឆ្លើយដូចមើលឃើញអត់ឃើញអត់ឃើញទេមើលឃើញអូខេឥឡូវយើងជំនួសលេខចូលដូចធម្មតាមកបាទយើងឃើញ9សេន5ផៃឥឡូវទាយមើលសេន5ផៃនេះស្មើប៉ុន្មានអានេះចូលមុំពិសេសនេះយើងបាយគិត9ឯងគិតត្រឹមសេន5ផៃទៅណា45សេនសេន5ផៃវាស្មើនឹងសេន4ផៃបូក1ផៃទៅបាទចិត្តផៃវា2ជុំហ្មងអញ្ចឹងវានៅសល់តែផៃឯងផៃប៉ុន្មានសេនផៃបាទសេនផៃកន្លះអំបងទៀតណាសេនផៃគឺ0ហ្នឹងហើយច្រើនសេនផៃនេះស្មើ0ហ្នឹងហើយបាទអញ្ចឹងមានន័យថាស្មើ0គុណទៅមិន0ទៅឯង0គុណ9 0បាទន័យថា PLS គឺត្រឡប់មកដល់ទីតាំងលំនឹងវិញហើយកន្លែងហ្នឹងមានន័យអញ្ចឹងណាឃើញអត់អាហ្នឹងគឺលំហាត់ករណីមុំពិសេសយល់អត់តាហ្នឹងខ្លាំងណាស់ជល់អាហ្នឹងវាថាតែតែកណីរៀនតាក់ទងអាអនុគមត្រីកោណមៀតអាអំបងត្រីកោណមៀតហ្នឹងមើលវាឲ្យយល់ឲ្យស្ទាត់ឲ្យចេះបាទចូលអាហ្នឹងតើទីមើលវាបាទហើយមើលហើយបើមិនយល់តាណាទៅសួរគ្រូគណិតថែមទៀតបាទឲ្យចេះខ្ទេចខ្ទេមកអាមុំមិនថែមមុំបំពេញមុំបថយមុំបោកផៃលើ2មុំដកផៃលើ2អីហ្នឹងមើលឲ្យខ្ទេចខ្ទេមកបាទឆើឃើញវីដេអូមួយនោះគេបរៀនច្បាស់ល្អហ่ะតែទៅមើលអាហ្នឹងជាមើលគ្រូនឹង share ឲ្យណា share link YouTube ហ្នឹងឲ្យពួកយើងចូលទៅមើលដែរហើយព្យាយាមរៀនទៅចេះហើយអូខេអញ្ចឹងសរុបមកបាទមេរៀនយើងថ្ងៃនេះគឺចប់តែប៉ុណ្ណឹងបាទអញ្ចឹងមកមានអីជាចម្ងល់បងប្អូនអាចសាកសួរបាទមើលពុទ្ធិគុណនៅហ្នឹងឯងឆ្លើយមួយម៉ាត់មកបាទនៅហ្នឹងឯងអូខេស៊ីកែវនៅឯងបោស៊ីកែវចាឈើឆានៅអូខេបាទសេរតសុខសេរតនៅឆានៅអូខេចុះសូនសៀងនៅអត់សៀងនៅឈើអូខេនៅតោះឥឡូវទាំងអស់គ្នាបាទមុននឹងយើងបញ្ចប់គ្រូធ្វើតេស្តពួកយើងបន្តិចណាបាទគ្រូនឹងមានការប្រឡងបាទចូលទៅប្រឡងតេស្តបាទអញ្ចឹងដំបូងគ្រូសូមឲ្យពួកយើងបាទមើលសិនអូខេនេះវគ្គទី1តើតើជាមួយនឹងប្រឡងអូខេអ្នកនេះឃើញ screen គ្រូអីនេះឃើញថាម៉េចបញ្ចូលអីបញ្ចូលពាក្យសម្ងាត់សូមបញ្ចូលពាក្យសម្ងាត់ដើម្បីចូលរួមប្រឡងឥឡូវចាំមើលពាក្យប្រឡងពាក្យសម្ងាត់ណាទីទៀតពួកយើងត្រូវប្រើពាក្យសម្ងាត់ហ្នឹងដើម្បីចូលប្រឡងហើយអូ
អូខេអញ្ចឹងពាក្យសម្ងាត់គឺមើលច្បាស់ ខ្ញុំចូលចិត្តរូបវិទ្យា មិនបានដឹង សារមានហាគី ដូចតា ចិត្តជាងតណារូប វិទ្យា វិជា អូខេអញ្ចឹងនេះពាក្យសម្ងាត់ចូលប្រឡងមើលច្បាស់តិចទៀតគ្រូផ្ញើ link ទៅឲ្យចូលប្រឡងចាំប្រើពាក្យសម្ងាត់ហ្នឹងមកតោះចូលប្រឡងសាក់លោមើលសិនទាំងអស់គ្នាអញ្ចឹងរយៈពេលប្រឡងចូលម្ដងទៅ60នាទីបាទសំណួរមាន5លំហាត់មាន5បាទជាសំណួរពហុចម្លើយជ្រើសរើសមួយសំណួរបាន5ពិន្ទុតោះអញ្ចឹងសូមចាប់ផ្ដើមប្រឡងទាំងអស់គ្នាមកមើលធារតអានប្រធានលំហាត់ លំយោអាម៉ូនិកជាអ្វីតើលំយោនេះអាស្រ័យនឹងអ្វីខ្លះលំយោនេះមានក្រាបរាងជាអ្វីមានសមីការដូចម្ដេចខ្លះអូខេតោះយើងមានចម្លើយ4មកចម្លើយត្រឹមត្រូវមួយណាទី1ចម្លើយ ទី3ឬទី4 ចម្លើយទី1 ទី1 ទី1ទី2ទី3ឬទី4 ទី3 ប្រាប់ថាម៉េចតើឲ្យមើលគេ ទី1 ឲ្យមើលអីគេកាលណាតែសួរពីលំយោអាម៉ូនិកចាំបានអីគ្រូប្រាប់ទៅឲ្យចាំអីគេតែចាំបានជាចលនាអីវាជាចលនាខួប បាទមានរាងជាអី មានរាងជាស៊ីនុយស៊ីនុយអេតស៊ីនុយអេតហើយមានសមីការហ្មង x ស្មើកោឬក៏ស៊ីនអូមេហ្គាតេបូកហ្វីមិនចឹងហ៎ បាទ អញ្ចឹងចម្លើយទាំងអាណាដែលត្រូវជាងគេមើល ទី1 ទី1អញ្ចឹងហ៎អូខេទី1បានមួយសំណួរណាតើចូលដល់សំណួរទី2ស៊ីកែវអានសំណួរមើល យ៉ាងមួយណាចាអានសំណួរមើល កែវបានស៊ីកែវហ៎តើអំភ្លីតុតគឺជាអ្វីតាំងដែលអក្សរអ្វីមានຂະຫນາດគិតជាអ្វីអូខេតោះសុំចម្លើយមកមួយណាទី1ទី2ទី3ឬទី4 ទី4 ទី2អំភ្លីទៀតណាក៏តែច្បាស់អក្សរអី អក្សរច្រឡំអក្សរអេចាវាជាបំរែបំរួលអតិបរមាណាបាទទីម៉ានទី2 បាទទី2អូខេតោះលំហាត់សំណួរទី3មើលឥឡូវទី3នេះសូមឲ្យបោបាទបោស៊ីកែវតាអានសំណួរ តើខួបជាអ្វីតាំងដោយអក្សរអ្វីមានຂະຫນາດគិតជាអ្វីមានរូបមន្តដោយផ្ដេចបាទឥឡូវយកចម្លើយមួយណាមើលចម្លើយ4ហ្នឹងយកទី4ខួបជាអីខួបជារយៈចាំជារយៈពេលអញ្ចឹងយើងមើលមកក្នុងហ្នឹងមានអីគេជារយៈពេលលំហាត់ចម្លើយទី4ណាអូខេអញ្ចឹងយកទី4ខ្ញុំឆែកយកតាមពួកយើងចាំមើលដល់ពេលខុសត្រូវអត់ដឹងឲ្យមើលចុងក្រោយតោះឥឡូវបន្តទៀតសូមសេរតបាទលំហាត់សំណួរទី4សេរត តើប្រេងកង់ជាអ្វីតាំងដោយអក្សរអ្វីមានຂະຫນາດគិតជាអ្វីមានរូបមន្តដូចម្ដេចបាទចម្លើយយកមួយណាមើលប្រេងកង់ជាអីប្រេងកង់ជាចំនួនលំយោបាទអញ្ចឹងមួយណាជាចម្លើយត្រឹមត្រូវ ទី1 thank you អូខេតាបន្តទៀតសូមសៀងតាសូនសៀងស្រីសៀងតាសំណួរទី5ពោសាសូមឬលបឿនមុំជាអ្វីបាទគឺនោះមើលច្បាស់លោកគ្រូតាំងដែលអក្សរអ្វីមានຂະຫນາດគិតជាអ្វីមានរូបមន្តដូចម្ដេចបាទសូមចម្លើយមើលទី1ទី2ទី3ទី4ពលសាស្ចង់វាជាអីមើលរូបមន្តវាលបឿននៃបំរែបំរួលនៃការប្រែប្រួលមុំដើមផាសដើមទី3ចិត្តវាជារង្វាស់មុំអញ្ចឹងហ៎បាទយើងមើលຂະຫນាតបាទមើលរូបមន្តវាមិនខ្លះអូមេហ្គាស្មើអីខ្លះ
ទី3 omega ស្មើ2 pi លើតេឬក៏ស្មើ2 pi f អូខេតោះចូលដល់សំណួរទី6បាទកានីប្រេកង់និងពុលសាស្ត្ររបស់វាមកគិតឃើញចម្លើយប្រាប់ F ស្មើ5 ទី3វិចិត្រ ប្រេកង់ប្រេកង់និងពុលសាស្ត្រ ទី3វិចិត្រទី3 ទី3 ទី1ឯង ឈប់ចិត្តឈប់ គិតមើលណាកានីប្រេកង់ ត្រូវចិត្តទី3វិចិត្រទី3 អូមីហ្គា ទី1ឯង បាទចៃលេខចូលបួមើល ឈប់ មួយលើតេ1ចែក 0.2 ឃើញបាន1ចែក 0.2 ទី3វិចិត្រទី3ខ្ញុំឆ្លាញ់ទី3 បាន10ចែក2បាន5 1លើ 0.2 បានប៉ុន្មាន 5 ត្រូវឈប់មែនទេ2 មិនដែរគេឲ្យធ្វើខ្ញុំខ្លាំងអត់ អូយម្ដងទៀត គិតមើលច្បាស់ 3 មួយ ទី ចែក 3 2តា 1ចែក 0.2 ឃើញបានទីកៅ ឃើញ5 អូច្រឡំខ្ញុំចែកខុស ឃើញចឹងអត់ឃើញអីឃើញ 5 ហើយ ឥឡូវមកអីសម្រាប់ទៅយកចម្លើយទីម៉ាន ទី3 ទី3ហ៎គិតពុលសាស្ត្រមួយទៀតមើលពុលសាស្ត្រឃើញ10អត់ត្រូវអត់ពុលសាស្ត្រវាស្មើអីគេតេស្មើនឹង 2 pi f ក៏បាន អូស្មើនឹង2 pi លើតេទៅគេ2 pi លើតេចឹង2 pi ចែកឲ្យ 0.2 តែចឹង2ចែក 0.2 ឃើញបាន2ចែក 0.2 10 ពី10 10 pi ចឹង បាទ yes ត្រូវចឹងចម្លើយទីម៉ាន ទី3 ទី3ណាសម្រាប់ចឹងណា បាទបាទ តោះសំណួរទី7បាទ សំណួរទី ពុលសាស្ត្រសួររកប្រេកង់និងខួបបាទមើលអាណាត្រូវ សំណួរទី អូមីហ្គាបាទប្រាប់អូមីហ្គាសួររក F S ស្មើអី S គឺស្មើនឹង2 pi ការចែក ចម្លើយទី1ឯង អូមីហ្គាលើ2 pi ណា S ទី1ឯង លើ2 pi ឥឡូវកានីសិនឲ្យឃើញចម្លើយចាំមកទៀងបាទមិនដឹងទៅខុសកំទាយត្រូវយកចិត្តទុកដាក់ណាប្រយ័ត្នប្រយែងពីធ្វើលំហាត់ត្រូវប្រយ័ត្នប្រយែងត្រូវកានីលេខហ្នឹងឲ្យបានត្រឹមត្រូវហ៊ានកានីព្រោះពេលដែលបញ្ចប់តេស្តនឹងហើយប្រឡងនឹងហើយឆើនឹងទម្លាក់លេងឲ្យពួកយើងប្រឡងខ្លួនឯងហើយធ្វើម៉េចយកបន្ទុក50លើ 50 ជូនប៉ាម៉ាក់ ជូនប៉ាម៉ាក់ជូនឆាដែលខំប្រឹងហ្នឹង រត់គិតដូចម៉ែអត់ គិតអីខ្ញុំមិនដែរអីសេគិតច្រើនទេ គិតចម្លើយដូចម៉ែអត់ គិតចម្លើយដូចគ្នា គិតទី1ដូចគ្នាត្រូវអត់ យ៉ា ទី1 ទី1ដូចគ្នា ទី1 100% yes តេស្មើនឹង2 pi លើអូមីហ្គាស្មើ2 pi លើតេស្មើតោះមកយាយសុំចម្លើយ ទី1 មកយាយមានពីណាគេប្រឆាំងហ៎ប៉ែសែតអានេះយើងត្រូវយកយើងចង់រកប្រេកង់គឺយើងប្រើរូបមន្តអូមីហ្គាលើ2 pi យ៉ាងហ៎ ចា អូមីហ្គាលើ2 pi ហ្នឹងហើយអញ្ចឹងអូមីហ្គា 4.5 លើ 2 អញ្ចឹងយក 4.5 ចែកជា 2 ឃើញបាន ឃើញ 2.25 ហ្នឹងហើយ 2.25 pi ហ្នឹងហើយឃ
ហ្នឹងគេឃើញអាហ្នឹងមួយត្រូវណាអញ្ចឹងយើងទៀងទាត់ជាមួយនឹងនេះមួយទៀតតែមួយទៀតតែវាស្មើនឹង2ផៃលើអូមេហ្គាអញ្ចឹង2ផៃចែកទៅនឹង 4.50 អញ្ចឹងបើយើងគិតទៅលេខដែលគេឲ្យមកនេះបើយើងគុណនឹង2ចូលអាលើវាមិនបាន4ផៃហើយអាក្រោមគុណនឹង2ដែរវាមិនបាន9ត្រូវអត់ បានសិន ត្រូវអញ្ចឹងបាទគេដាក់ប្រឡំបាទដាក់ប្រឡំយើងដែរនេះថ្ងៃតោះតទៀតទី8តោះសល់2សំណួរទៀត3សំណួរទៀតទេតា មួយចែកឲ្យ50នៅ0.02 portion proportional 2ផាយើងយកថាវិញចម្លើយទី2ចម្លើយទី2ជាច្រើនរត់ខាងប៉ុណ្ណឹងអត់ ឈប់ញ៉ាំផ្លែតមើលចម្លងឲ្យផ្លែតសិន មាន assistant ជួយកាត់ទៀត assistant ណាគេ រៀន ចុះមិនដឹង មិនហើយឃើញចម្លើយមិនហើយបាញ់គ្រូទៅបន្ទប់ទឹកបន្តិចមកចម្លើយយកអាមួយណាទី2ហ៎ទី2អ្នកផ្សេងទៀតមិនដែរឯកភាពអត់ប្រេកង់50បាទខួបតេវាស្មើនឹង1លើ f អញ្ចឹង1ចែក50 1ចែក50បាន 0.02 02អញ្ចឹងបាទយើងគិតអូមេហ្គាមួយទៀតអូមេហ្គាវាស្មើនឹងយក 2πf ក៏បានស្មើនឹងអូមេហ្គាស្មើអី 2πf ក៏បាន 2π លើអូមេហ្គាស្មើ 2πs ហ៎ចា 2πs វាន័យថាយក2គុណនឹង50បាន100ផៃអូខេអញ្ចឹងចម្លើយទីម៉ានទី2អូខេតាទី9បាទសល់2លំហាត់ទៀតទេចង់ដឹងមើលលទ្ធផលបានប្រមាណ5ផៃលើ2ឆាកុំអស់ទៅទី3ផ្សេងទៀតមើលណាមើលខ្លួនឯងអំពីទីតប៉ូសាស្យ៉ុងផាសដើមសង់ទីម៉ែត្រ5ផៃលើ2ក្រោយហើយទី3ទីម៉ានទី3ទីកែវទី3ទីរត់យកតាមពីណាឥឡូវយកតាមម៉ាក់កែវអីយកតាមបងកែវម៉ែកែវកម៉ែកែវអូខេស្អីយ៉ាងហ្នឹងណាត្រូវណា5សង់ទីម៉ែត្រ5ផៃរត់យក1នាទីផៃលើ2អូខេរត់ចងតោះសំណួរទី10លំហាត់ទី10បាទដូចជាទី1ហ្នឹងហើយ6សង់ទី1 6សង់ទីម៉ែត្រ6ផៃហើយនឹងផៃលើ2អូខេតោះអាអ្នកផ្សេងទៀតមកហើយសូមចម្លើយពីពុទ្ធិគុណមួយមើលយកចម្លើយមួយណាទី1អូខេតោះអូខេអញ្ចឹងឃើញថារយៈពេលដែលយើងធ្វើទើបតែអស់15នាទីនេះ14នាទីបាទអញ្ចឹងយើងបានបញ្ចប់ទាំង5សំណួរនិង10លំហាត់ហើយតោះអញ្ចឹងឥឡូវយើងចាំមើលលទ្ធផលទាំងអស់គ្នា1 2 3
បាទបញ្ជាក់ការបញ្ចប់អូខេអញ្ចឹងប្រកាសដល់ទាំងអស់គ្នាហីមិញអត់មានចង់កែប្រែតាណាណាហី អត់ទេ អត់ទេអូខេបើអត់ទេបាទយើងសល់ពេលច្រើនណាស់នេះសល់ពេលឡើង30បាទសល់ពេលឡើងអីច្រើនណាស់មិញប្រហែលទេតែអត់តិចតែ15នាទីនៅសល់45នាទីទៀតតាហើយយើងប្រកាសឲ្យចេញទៅហ្មងតាវ៉ាវអស្ចារ្យណាស់អ្នកទទួលបានបន្ទុក50លើ50បន្ទុក Congratulations អូខប់ស៊េរីបាទតាអញ្ចឹងឃើញថាជោគជ័យណាបាទសម្រាប់ការរៀនថ្ងៃហ្នឹងហើយទីទៀតមុនពេលពួកយើងចូលគេងសូមធ្វើតេស្តប្រឡងហ្នឹងដោយខ្លួនឯងគ្រូនឹងទម្លាក់link ប្រឡងហ្នឹងឲ្យពួកយើងធ្វើនៅក្នុងក្រុម Telegram យើងហើយទៅគ្រូនឹងបាទរងចាំមើលលទ្ធផលពួកយើងបាទមានន័យថាពេលយើងធ្វើដល់លទ្ធផលចុងក្រោយមិញពួកយើងថត screen ផ្ញើចូលក្នុងក្រុមមកដើម្បីឲ្យគ្រូដឹងថាមើលពីណាបាន50ខ្លះតោះនេះអញ្ចឹងតើបានទេបងប្អូនចាបាទអញ្ចឹងការបង្រៀនគឺសូមបញ្ចប់ត្រឹមតែប៉ុណ្ណឹងជំរាបលាទាំងអស់គ្នាជូនពរសុខសប្បាយហើយនឹងទទួលបានលទ្ធផលល្អក្នុងការប្រឡងទាំងអស់គ្នាណាបាយបាទ